មិនមែនគាត់ផ្សាយថនហើយទេមិននឹកស្មានថាគាត់ហ៊ានមករកស៊ីដល់ក្រោមច្រមុះយើងសោះលោកលីពួកយើងបានថតចុះរូបភាពអ្នកដែលនៅពីក្រោយរឿងនេះហើយសូមលោកមកយកភស្តុតាងនៅទីនេះផងបងឈឹងយូអ្នកនោះរត់ទៅបាត់ហើយគូតបារីនឹកដៅនៅឡើយទេទើបតែរត់ទៅមិញនេះឯងប៉ុន្តែដោយសារមានកាមេរ៉ាសុវត្ថិភាពនិងភស្តុតាងមួយនេះពួកយើងនឹងចេញសេចក្តីជូនដំណឹងដើម្បីតាមចាប់ខ្លួនលោកលីលោកពិតជាលំបាកខ្លាំងណាស់វាជាទូនីតិរបស់ពួកយើងទេការប្រុងប្រយ័ត្នបន្ថែមទៀតបើមានរឿងអ្វីកុំភ្លេចតាក់ទងពួកយើងភ្លាមជូនដំណឹងដល់អ្នកភូមិទាំងអស់គ្នាត្រូវបង្កើនការប្រុងប្រយ័ត្នលោកចៅឈឹងយូសំណុំរឿងបំពល់ទឹកមានការវិវត្តថ្មីហើយជនដៃដល់ឈ្មោះចាងជាងបានរត់គេខ្លួនបាត់ការពីយប់មិញខាងយើងកំពុងតែតាមចាប់ខ្លួនគេយ៉ាងតឹងរឹងសូមអ្នកទាំងអស់គ្នាជួយសហការលោកមន្ត្រីពិតជាពិបាកខ្លាំងណាស់ហើយពួកយើងជឿជាក់លើច្បាប់យ៉ាងមុតមមឈឹងអុយអាមនុស្សលោកខ្លួនម្នាក់នេះរត់រួចបាត់ហើយវាច្បាស់ជាត្រឡប់មកបង្កបញ្ហាទៀតមិនខានប៉ាវាឈានដល់ផ្លូវតហើយវាអស់ផ្លូវដើរដូចឆ្កែខំជញ្ជាំងអញ្ចឹងវាប្រកាសជាស្វែងរកអ្នកខាងក្នុងឲ្យជួយសន្តិសុខមូលដ្ឋានរបស់យើងត្រូវរឹតបន្តឹងទាំងខាងក្រៅនិងខាងក្នុងយប់អាត្រិតទៅហើយនរណានឹងគឺខ្ញុំលីងយូចង់កំទេចចៅឈឹងយូឲ្យនៅក្រោមជើងទេជាងឆាងអ្នកឈួតទៅហើយអាញាធរកំពុងតាមរកចាប់ខ្លួនឯងគ្រប់កន្លែងកុំយកខ្ញុំទៅពាក់ព័ន្ធជាមួយឲ្យសោះចៅឈឹងយូអាចរកលុយបានច្រើនគឺសុទ្ធតែមកពីមុនស្នូលនៃការដាំដុះរបស់វាគ្រាន់តែអ្នកលួចចូលទៅយកវាចេញមកថៅកែនៅទីក្រុងនឹងហ៊ានទិញក្នុងតម្លៃថ្លៃបើការងារនេះសម្រេចខ្ញុំនឹងចែកប្រាក់ចំណេញឲ្យអ្នកពាក់កណ្ដាលឯងតើអ្នកនិយាយមែនទេខ្ញុំត្រូវបានគេតាមចាប់ខ្លួនហើយតើនៅមានផ្លូវថយក្រោយទៀតឬធ្វើមិនធ្វើសួរតែមួយមាត់ទេបានខ្ញុំនឹងជួយគិតរកវិធីឈប់សិនអ្នកថ្មីមែនទេដោះម៉ាស់ចេញមកចុះឈ្មោះសិនបងប្រុសខ្ញុំគ្រុនផ្ដាសាយខ្លាចចម្លងទៅអ្នកដតីខ្ញុំគឺអ្នកស្រីវ៉ាងផ្នែកភស្តុភារជាកម្មករក្រៅម៉ោងទើបតែជ្រើសរើសថ្មីអ្នកស្រីវ៉ាងចាំខ្ញុំសួរគាត់សិនកុំឈររាំងមាត់ទ្វារមនុស្សទៅណាហើយរត់ទៅណាហើយគឺលីនយូនារីម្នាក់នេះចូលមកបានដោយរបៀបណាខ្ញុំនឹងនាំមនុស្សទៅចាប់នាងឥឡូវនេះប៉ាកុំតន់នាងកំពុងតែលួចរបស់ហើយណាប៉ាកំពុងរងចាំអ្វីទៀតចាប់តែនាងម្នាក់មិនបានការអ្វីទេត្រូវតែហៅជាងឆាងឲ្យចេញមករូបមន្តដែលគេចង់បាននោះខ្ញុំបានរៀបចំទុកឲ្យគេរួចរាល់ហើយកុំចង់មានន័យថាល្បិចតាក់ត្រីចូលមកត្រូវហើយតែលើកនេះយើងនឹងមិនចាត់ការដោយឯកឯងទេគ្រាន់តែជាងឆាងបង្ហាញខ្លួនយើងនឹងហៅប៉ូលីសភ្លាមវានៅណាតើវាលាក់ទុកនៅណាទៅឃើញហើយគឺមួយនេះឯងចៅឈឹងយូអាកំបាំងនៃការរកស៊ីមានបានរបស់ឯងគឺជារបស់ខ្ញុំហើយកុំនៅខាងក្នុងនោះអីងាប់ហើយបានមកហើយស្ទើរតែត្រូវសន្តិសុខចាប់បានទៅហើយសំណើម 80% សីតុណ្ហភាព 35 អង្សាអូទើបដឹងថាគាត់លីសារធាតុចិញ្ចឹមពិសេសបែបនេះសោះដល់ថ្នាក់ហ្នឹងទើបវាលូតលាស់លឿនម្លេះជាងឆាងអញធ្លាប់សន្យាថាបើបានរូបមន្តមកនឹងចែកផលចំណេញឲ្យខ្ញុំពាក់កណ្ដាលកុំបារម្ភអីបើមានរបស់មានតម្លៃនេះក្នុងដៃពួកយើងនឹងអាចងើបមុខរួចភ្លាមតែម្ដងចៅឈឹងយូនាងលួចយករូបមន្តស្នូទៅបាត់ហើយចុះហេតុអ្វីបានជាអ្នកមិនឲ្យសន្តិសុខចាប់នាងទៅប៉ាកុំតន់អល់ភ័យថតទៅនោះខ្ញុំទុកចោលមិនបានចាក់សោដោយចិត្តណាទេមិនបានចាក់សោដោយចិត្តណាហីរូបមន្តនោះជារបស់ដែលពួកយើងខំប្រឹងទាំងយប់ទាំងថ្ងៃណានោះមិនមែនជារូបមន្តស្នូពិតប្រាកដទេវាគឺជាសញ្ញាបៀឆក់យកជីវិតសញ្ញាបៀឆក់យកជីវិតប្រសិនបើឡៃលោកសីតុណ្ហភាពតាមរូបមន្តនោះ3ថ្ងៃដំបូងវាពិតជាលូតលាស់លឿនមែនប៉ុន្តែដល់ថ្ងៃទី4ពូជទាំងអស់នឹងត្រូវឆេះងាប់អស់ជាក់ជាមិនខានអ្នកណាដែលប្រើរូបមន្តនេះអ្នកនោះនឹងត្រូវខាត់លែងសល់លោកចាងជីរាវនឹងពូជទាំងនេះមិនថោកទេណាលោកប្រកាសចិត្តមែនទេថាចង់ទិញច្រើនបែបនេះកុំនិយាយច្រើនពេកខ្ញុំយកផ្ទះនៅស្រុកកំណើតទៅដាក់បញ្ចាំអស់ហើយលោកកំពុងតែយកទ្រព្យសម្បត្តិទាំងអស់ទៅភ្នាល់ហើយនេះគ្រាន់តែផលិតផលនេះចេញមកខ្ញុំនឹងក្លាយជាអ្នកមានហើយខ្ញុំអាចរកចំណេញបាន10 ដងស្ដាប់បញ្ជីខ្ញុំឲ្យច្បាស់ដំឡើងសីតុណ្ហភាពដល់ 35 អង្សាភ្លាមបង្កើនសារធាតុចិញ្ចឹមទ្វេដងលោកម្ចាស់សីតុណ្ហភាពនេះខ្ពស់ពេកហើយឬទេតើអ្នកណាជាថៅកែរវាងខ្ញុំនិងឯងធ្វើតាមអ្វីដែលខ្ញុំប្រាប់ទៅ
ចៅឈឹងយូទីផ្សារក្នុងក្រុងស្អែកនេះនឹងក្លាយជារបស់ខ្ញុំទាំងអស់ហើយអ្វីក៏វាខូចអស់បែបនេះនេះជារូបមន្តស្នូលរបស់ចៅឈឹងយូណាលោកម្ចាស់វាងាប់អស់ហើយរូបមន្តនេះមានបញ្ហាគ្រាន់តែដំឡើងកម្ដៅបន្តិចវាឆេះខូចអស់ហើយមិនអាចទៅរួចទេខ្ញុំឃើញផ្ទាល់ភ្នែកពេលគាត់យកឯកសារទៅចាក់សោក្នុងថតនោះរបស់ឥតបានការសុទ្ធតែជារបស់ខូចខ្ញុំបានលួចយកទ្រព្យសម្បត្តិទាំងអស់របស់គេមកចប់អស់ហើយជាងឆាងសងលុយមកលោកវាងសូមលោកស្ដាប់ខ្ញុំពន្យល់សិនជុំក្រោយប្រកាសជាដុសលូតលាស់ហើយដុសស្អីគេទាំងដើមទាំងការថ្ងៃនេះត្រូវតែសងឲ្យដាច់ស្រេចចង់រត់មែនទេអញជាដៃគូរុកស៊ីអញក៏រត់មិនរួចដែរខ្ញុំមិនមែនជាដៃគូរុកស៊ីទេខ្ញុំមិនបានទទួលចំណែកប្រាក់ចំណេញទេណាចុះហត្ថលេខាខ្មៅលើជាតិសរួចរាល់ហើយជាតិមួយនេះឯងត្រូវតែសងបំណុលគេរហូតឆឹងយូមានដំណឹងមកពីទីក្រុងហើយក្រុមហ៊ុនដាភឹងរបស់ចាងឈៀងវិនិច្ឆ័យអស់ហើយម្ចាស់បំណុលនាំគ្នាមកបិទផ្លូវមុខផ្ទះគាត់អស់ហើយគាត់លុបខ្លួនពេកធ្វើការមិនចេះរៀបចំផែនការចុះរូបមន្តនោះវិញវាពិតជាខ្លាំងខ្លាយមែនទេវាគ្រាន់តែជាទិន្នន័យពិសោធន៍ដែលខ្ញុំបោះបង់ចោលកាលពីដើមប៉ុណ្ណោះដំបូងវារីកចម្រើនលឿនណាស់ប៉ុន្តែដល់ដំណាក់កាលត្រៀមផលវានឹងងាប់ចោលជាក់ជាមិនខានពិតជាវិធីសាស្ត្រតាក់ទាញដ៏ឆ្លៀសវៃមែនធ្វើជំនួញតាមផ្លូវកាត់មិនត្រឹមត្រូវនេះហើយជាផលដែលត្រូវទទួលចាងឈៀងលោកធ្វើឲ្យខ្ញុំវេទនាខ្លាំងណាស់ពួកគេមកឡំព័ទ្ធផ្ទះខ្ញុំរាល់ថ្ងៃពីរាំងផ្លូវចេញចូលខ្ញុំលែងមានផ្លូវរស់ទៀតហើយស្ងាត់មកទៅចៅឈឹងយូវាមានចិត្តណាធ្វើបែបនេះវាគិតគូរទុកអស់ហើយតែខ្ញុំត្រឡប់ទៅលួចរូបមន្តនោះនិយាយរឿងនឹងទៅបានប្រយោជន៍អីទៀតពួកយើងខ្សែធនអស់ហើយខ្សែធនខ្ញុំគ្មានសល់អ្វីទាំងអស់វានឹងក៏គុំសង្ឃឹមថានឹងរកស៊ីបានសុខឲ្យសោះទេកុំធ្វើខុសច្បាប់ទៀតអីគេកំពុងតាមចាប់ខ្ញុំហើយចុះឯងចង់ធ្វើម៉េចទៅចរចាជាមួយវាបើវាមិនទុកផ្លូវរស់ឲ្យយើងទេខ្ញុំនឹងទៅសារភាពទោសទាញវាឲ្យធ្លាក់ចុះទឹកជាមួយគ្នាចៅឈឹងយូខ្ញុំចង់ជួបនិយាយជាមួយអ្នកឯងជានរណាខ្ញុំឈ្មោះចាងឈៀងមនុស្សស្គាល់គ្នាយូរឆ្នាំរបស់អ្នកណារកខ្ញុំមានការអីឈឹងយូខ្ញុំចាញ់ហើយរឿងប៉ៃហ្វាងគឺខ្ញុំជាអ្នកឲ្យលីនយូលួចឯរឿងអើកៅក៏ខ្ញុំជាអ្នកបង្កប់ដែរទីបំផុតលោកព្រមសារភាពហើយមែនទេឥឡូវនេះខ្ញុំមិនសល់អ្វីទាំងអស់ថែមទាំងជំពាក់បំណុលគេវ៉ាន់ទៅទៀតឲ្យតែលោកមិនប្តឹងផ្ដោខ្ញុំនឹងចាក់ចេញពីទីនេះភ្លាមហើយមិនវិលត្រឡប់មកវិញទៀតទេចាងឈៀងរឿងដែលលោកបានធ្វើខុសមិនមែនឲ្យតែខ្ញុំនិយាយថាជប់ដឹងរួចក៏អាចលុបលាងបាននោះទេលោកគួរតែទៅសារភាពទោសដើម្បីទទួលបានការសម្រាប់ទោសសារភាពទោសចុះបើអញ្ចឹងមិនមែនខ្ញុំត្រូវជាប់គុកទេហេធ្វើខុសត្រូវតែទទួលខុសត្រូវច្បាប់នឹងផ្ដល់ការកាត់ទោសដោយយុត្តិធម៌ដល់លោកបើអ្នកនៅតែបន្តកិច្ចវេមានតែរងចាំក្តីវិនាសប៉ុណ្ណោះតើអ្នកជីករណ្ដៅរងចាំឲ្យខ្ញុំលោតចុះតាំងពីដំបូងមែនទេខ្ញុំមិនដែលគិតចង់ធ្វើបាបអ្នកឡើយគឺអ្នកខ្លួនឯងទេដែលដើរមកដល់ចំណុចនេះចាងឈៀងធ្វើជាមនុស្សត្រូវតែមានក្រមសីលធម៌ខ្ញុំចាំខ្ញុំគិតមើលសិនបើគេមកទៀតត្រូវរីកាប្រាប់ប៉ូលីសភ្លាមចូលសារភាពកំហុសជាប់គុកចាងឈៀងខ្ញុំទោះជាត្រូវជាប់គុកក៏ដោយក៏មិនអាចបន្តធ្វើខុសទៅទៀតដែរអាឡូប៉ុស្តិ៍នគរបាលមែនទេខ្ញុំចង់មកសារភាពកំហុសឈប់សិនពូចៅរឿងនេះមិនមែនជារឿងរបស់ឯងទេខ្ញុំសូមអង្វរអ្នកឲ្យខ្ញុំជួបឈឹងយូផងចុះពួកអ្នកទីបំណុលតាមដេញខ្ញុំគ្មានផ្លូវទៅរួចទេពេលដែលឯងលួចរូបមន្តរបស់ពូយើងទៅឯងធ្លាប់បានគិតដល់ផ្លូវរស់របស់ពូយើងទេកាលនោះខ្ញុំត្រូវបានចាងឈៀងបោកបញ្ឆោតទេធ្វើជាមនុស្សត្រូវតែមានសិលធម៌ខ្លះកាលនោះខ្ញុំវង្វេងស្មារតីមួយពេលទៅវិញទៅគ្រូសាយើងមិនស្វាគមន៍អ្នកទេឈឹងយូទីបំផុតអ្នកព្រមជួបខ្ញុំហើយខ្ញុំគ្រាន់តែរំខានព្រោះឯងយល់សូមរំខានដល់ពេលសម្រាប់របស់លោកឪពុកខ្ញុំឈឹងយូខ្ញុំពិតជាស្ដាយក្រោយខ្លាំងណាស់កាលពីមុនខ្ញុំពិតជាល្ងងខ្លៅមែនខ្ញុំមិនគួរដកខ្លួនចេញពីអាពាហ៍ពិពាហ៍ឥឡូវអ្នកជោគជ័យធំដុំហើយជួយទាញខ្ញុំឲ្យរួចផុតពីទុក្ខនេះម្ដងបានទេលីងយូមនុស្សពេញវ័យត្រូវតែទទួលខុសត្រូវលើភាពលោភលន់របស់ខ្លួនឯងតែយើងធ្លាប់មានអនុស្សាវរីយ៍ជាមួយគ្នាណាចាប់តាំងពីថ្ងៃដែលនាងនាំគេមកលុបចោលពីទីភ្ជាប់ពាក្យនោះមកអតីតកាលខ្លាយជាផ្សែងអាប់អស់ហើយពេលនេះយើងគ្រាន់តែជាអ្នកដទៃប៉ុណ្ណោះតាមគម្រោងរបស់អ្នកខែក្រោយយើងអាចពង្រីកការនាំចេញបានហើយនឿយហត់បន្តិចហើយស៊ូឈីងសំណាងហើយដែលបានអ្នកជួយគ្រប់គ្រងផ្នែកបច្ចេកទេសម្នាក់នេះជាអ្នកណាអ្នកមកស៊ូផ្លូវមិនស្គាល់ទេចប់ហើយខ្ញុំលែងមានអ្វីទាំងអស់ហើយខ្ញុំទៅសារភាពកំហុសនៅប៉ុស្តិ៍ប៉ូលីសហើយនាងក៏ទៅសារភាពចុះកុំបន្តធ្វើខុសទៀតអីសារភាពកំហុសលោកចៅឈឹងយូកាលពីយប់មិញចាងឈៀងបានចូលសារភាពកំហុសហើយ
គាត់បានទទួលស្គាល់រឿងគ្រប់យ៉ាងបាទគេសារភាពអស់ហើយចំណែកលីនយូនៅព្រឹកនេះវិញក៏បានមកសារភាពកំហុសដោយខ្លួនឯងដែរដោយសារតែគេមានចិត្តណាចូលសារភាពហើយក៏មិនបានទទួលផលចំណេញចិត្តប្រហែលជាអាចនឹងទទួលបានការសម្រាប់ការសហការរបស់អ្នកប្រសិនបើគ្មានភស្តុតាងរបស់អ្នកសំណុំរឿងនេះប្រហែលជាមិនអាចបិទបានលឿនបែបនេះជារឿងដែលត្រូវធ្វើទេឆឹងយូអ្នកមើលគុណភាពផលិតផលនេះចុះពិតជាល្អឥតខ្ចោះមែនទិន្នផលបែបនេះពិតជាបានផលធំធេងណាស់លើកនេះភូមិយើងមុខជាហេងធំហើយឆឹងយូអ្នកធ្វើបានជោគជ័យហើយអ្នកបាននាំអ្នកភូមិទាំងមូលឲ្យមានជីវភាពធូរធារហើយបងប្អូនទាំងអស់គ្នានេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះសូមម្នាក់ជួយគ្នាបេះនិងបែងចែកឲ្យបានល្អិតល្អន់ថ្ងៃស្អែកយើងនឹងធ្វើពិធីកាត់ខ្សែបូសម្ពោធមូលដ្ឋានរបស់យើងខ្ញុំចង់ឲ្យដៃគូអាជីវកម្មទូទាំងខេត្តបានឃើញពីសមត្ថភាពពិតប្រាកដរបស់យើងបាទចាស់ឆឹងយូអ្នកស្រុកគេនិយាយថាឥឡូវនេះកូនខ្លាយជាអ្នកមានជាងគេបំផុតនៅទីនេះហើយជីវិតបែបនេះកាលពីមុនកុំថាឡើយគិតសំបីតែសុបិនក៏មិនហ៊ានផងប៉ានេះគ្រាន់តែជាចំណុចចាប់ផ្ដើមតែប៉ុណ្ណោះចំណុចចាប់ផ្ដើមចុះកូននៅចង់ធ្វើអ្វីទៀតទីផ្សារក្នុងទីរួមខេត្តយើងដណ្ដើមបានជោគជ័យហើយឆ្នាំក្រោយខ្ញុំនឹងបង្កើតខ្សែសង្វាក់ផលិតកម្មឲ្យបានពេញលេញនិងកែច្នៃកម្រិតសូមឲ្យផ្សិតប្រៃនៃភ្នំយើងពង្រីកទៅទូទាំងប្រទេសរៀងឆែងបានសារភាពកំហុសហើយលេងយោក៏បានទទួលស្គាល់កំហុសដែររឿងរ៉ាវមិនចុះសម្រុងពីអតីតកាលទុកឲ្យវាកន្លងផុតទៅចុះថ្ងៃស្អែកគឺជាការចាប់ផ្ដើមថ្មីចេងយោចូលគេងឲ្យលឿនទៅបាត់ពុករាត្រីសួស្ដីដល់ពេលកំណត់ហើយសូមអញ្ជើញកាត់ខ្សែបូលោកយ៉ាវសូមអបអរសាទរការសម្ពោធមូលដ្ឋាននេះតើលោកមានគម្រោងអ្វីខ្លះនៅជំហានបន្ទាប់ទី1យើងត្រូវធ្វើឲ្យគុណភាពខ្លាយជាលេខ1ក្នុងប្រទេសបន្ទាប់មកទៀតយើងកំពុងស្រាវជ្រាវបច្ចេកវិទ្យាកែច្នៃថ្មីដើម្បីបង្កើនតម្លៃផ្សិតប្រៃឲ្យបានទ្វេដងខ្ញុំថាពីមុនមានគេលេងល្បិចប្រកួតប្រជែងមិនស្មោះត្រង់ដល់ថ្នាក់ដាក់ថ្នាំពោធទៀតផងតើលោកដោះស្រាយបែបណាដែរខ្ញុំជឿជាក់លើច្បាប់គេបានដោះស្រាយតាមផ្លូវច្បាប់រួចរាល់ហើយយើងគ្រាន់តែផ្ដោតលើការងាររបស់យើងឲ្យបានល្អទៅបានហើយអ្នកទាំងអស់គ្នាទទួលយកទៅនេះជាប្រាក់ចំណែកភាគហ៊ុនសម្រាប់ឆ្នាំនេះអរព្រះអើយ5000យំខ្ញុំធ្វើស្រែពេញមួយជីវិតក៏មិនដែលឃើញលុយច្រើនបែបនេះដែរបងឆឹងយូបានធ្វើការជាមួយបងពួកយើងពិតជាអាចងើបមុខរួចមែនតាជួងនេះគ្រាន់តែជាឆ្នាំដំបូងប៉ុណ្ណោះឲ្យតែពួកយើងគោរពច្បាប់ទម្លាប់រក្សាគុណភាពឲ្យបានល្អប្រាក់ចំណែកនៅពេលមុខនឹងកាន់តែច្រើនជាងនេះ10ដងចេងយូលោកវ៉ាងមកពីទីរួមខេត្តគាត់ចង់ចុះកិច្ចសន្យា3ឆ្នាំការផ្គត់ផ្គង់ផ្ដាច់មុខលក្ខខណ្ឌល្អខ្លាំងណាស់ប៉ុន្តែយើងត្រូវប្រកាសថាទិន្នផលរបស់យើងអាចទាន់ពេលខ្ញុំបានធ្វើការវិតម្លៃសមត្ថភាពផលិតរួចហើយគ្រាន់តែសង់រោងបន្ថែម20ទៀតគឺគ្មានបញ្ហាអ្វីទាំងអស់អីចឹងលុយទៅកូនមិនខ្លាចជួបមនុស្សដូចជាចាំងឈៀងទៀតទេបើដើរលើផ្លូវត្រឹមត្រូវគឺមិនខ្លាចអ្វីឡើយលោកចាហ្វៃចេងនិយាយថាបន្ទាប់ពីប្រឡងធ្លាក់អ្នកបានខ្លាចជាអ្នកមានដោយសារការលូកសិទ្ធិប្រៃតើអ្នកគិតថាការសិក្សាមានសារៈសំខាន់ដែរឬទេការសិក្សាពិតជាសំខាន់ប៉ុន្តែវាមិនមែនជាផ្លូវតែមួយគត់នោះទេភ្នំទាំងនេះហើយគឺជាសាកលវិទ្យាល័យដ៏ល្អបំផុតរបស់ខ្ញុំបងអូនប្រុសឆឹងយូសូមអបអរសាទរថៅកែជាង10នាក់មកពីសមាគមពាណិជ្ជកម្មខេត្តសុទ្ធតែមកចូលរួមអបអរអ្នកហើយកាលពីប៉ុន្មានខែមុនខ្ញុំប្រឡងធ្លាក់មនុស្សជាច្រើនបានសើចចំអកឲ្យខ្ញុំតែខ្ញុំមិនព្រមចុះចាញ់នឹងវាសនាទេផ្សិតប្រៃនៅលើភ្នំទាំងនេះគឺជារតនសម្បត្តិដែលធម្មជាតិប្រទានមកឲ្យពួកយើងថ្ងៃនេះមូលដ្ឋានដាំផ្សិតដ៏ធំបំផុតក្នុងខេត្តបានបង្កើតឡើងជាផ្លូវការហើយនេះមិនមែនជារបស់ខ្ញុំម្នាក់ទេតែវាគឺជាទ្រព្យសម្បត្តិរបស់ពួកយើងទាំងអស់គ្នាក្នុងភូមិខ្ញុំធ្លាប់បានសន្យាថានឹងនាំអ្នកទាំងអស់គ្នាទៅរកភាពជោគជ័យថ្ងៃនេះខ្ញុំធ្វើបានសម្រេចហើយឆឹងយូចាំងជាងត្រូវបានកាត់ទោសជាប់គុក3ឆ្នាំលីនយូក៏ត្រូវបានកាត់ទោសជួទៅដែរនិយាយថាគាត់ត្រឡប់ទៅស្រុកកំណើតវិញហើយវាសុទ្ធតែជាការសម្រេចចិត្តរបស់ខ្លួនឯងតើអ្នកស្អប់ពួកគេទេធ្លាប់ស្អប់ដែរតែឥឡូវលែងស្អប់ហើយខ្ញុំត្រូវតែអរគុណបទពិសោធន៍មួយនោះដែលធ្វើឲ្យខ្ញុំយល់ពីសេដ្ឋធម៌មួយមនុស្សរស់នៅគឺត្រូវពឹងលើខ្លួនឯងដើរលើផ្លូវដែលត្រឹមត្រូវឆ្នាំ1998ខ្ញុំប្រឡងធ្លាក់ឆ្នាំ1999មូលដ្ឋានផលិតកម្មរបស់ខ្ញុំក៏បានសាងសង់រួចរាល់សម្រាប់ថ្ងៃអនាគតខ្ញុំនឹងធ្វើឲ្យផ្សិតប្រៃនៅទីនេះនាំចេញពីភ្នំនេះទៅដើម្បីលក់ពាសពេញប្រ